Ồ mới nhôm đi màតែដែរនឹងទទួលយើងអាចនិយាយបានជាភាសាសាមញ្ញថាពួកគាត់ này mau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  này នៅដែលជា nominee ហើយឥឡូវនេះយើងជួបជាមួយ performer របស់យើងទៀតដូច្នេះតារាកិត្តិយសបន្ទាប់របស់យើងជានរណាដែរទៅសូមស្វាគមន៍ទាំងអស់គ្នាសូមស្វាគមន៍ក្រុម movie reviewer មកកាន់កម្រាលព្រំក្រហម please wow សូមស្វាគមន៍ក្រុម movie reviewer ពិតជាមានកិត្តិយសណាស់បាទ to the red carpet គេមកហើយគេមកហើយចាអ្វីដែលគ្នាខ្ញុំចង់ធ្វើការចែករំលែកនិយាយថាស្បែកជើងកំពុងពាក់ហ្នឹងស្បែកជើង PK ដែរនិយាយមែនណាទិញស្បែកជើងហ្នឹងដោយសារអត់ស្បែកជើងពាក់ PK អញ្ចឹងទៅទិញនៅផ្សារទូតពងហ្នឹងក្នុងតម្លៃ 28,000 ស្បែកជើងមួយគូហ្នឹង 28,000 ទិញមកពាក់ការហើយទុកចោលដាក់ក្នុងប្រអប់ហើយតុំតែយកមកពាក់ទេបាទតុំតែយកមកពាក់លើកទី2ពេលចូលកម្មវិធីហ្នឹងទេអូខេមូលហេតុដែលខ្ញុំពាក់នោះសារដាច់ស្បែកជើងអាស្បែកជើងថ្លៃទិញការជំនាន់ Net Idol អាពេលឈ្នះកម្មវិធីអវៈសំដែងហ្នឹងគេមិនអោយ voucher 300ទៅទិញអាវនៅ Petro ឯងទៅទិញអាស្បែកជើងមកគូ100ហ្នឹងស្បែកជើងហ្នឹងស្អាតមែនតែពាក់ឡើងលួយអញខ្ពើមែនវាមិនមែនអាលួយហ្មងទេយើងអត់ដែរពាក់ទេគាត់ថាវាយូរវាអាយុកាលវាចាស់ពេកដល់យើងពាក់យូរទៅវាល្បេះបាចេញមកមិនតបានយកទៅជាងបិទកៅចូលវិញអញ្ចឹងយកអាស្បែកជើងនោះពាក់មកហើយខោនេះតុំទិញនេះអាវនេះទិញតាំងជំនាន់ណានេះទៅដល់ប្រិយមិត្តដែលកំពុងតាមដានទស្សនាការផ្សាយផ្ទាល់ក៏ដូចជាភាពកិត្តិយសនៅទីតាំងផ្ទាល់ movie reviewer របស់យើងអាចនិយាយបានជាភាសាសាមញ្ញថាពួកគាត់សុទ្ធតែជា hardcore fan បាទ hardcore fan បាទបងស្គាល់ film nerd អត់ដឹងអីនៃ movie ទាំងអស់តែម្ដងគឺពួកគាត់តែងតែចែករំលែកជាមួយនឹង feedback ពិតប្រាកដរបស់គាត់ធ្វើយ៉ាងណាដើម្បីឲ្យប្រិយមិត្តដែលតែងតែគ្រប់គ្រងឆ្លាញ់ឈោដូចម៉ាលកាំងមែនអើយរកខ្សែភាពយន្តមិនថាក្នុងស្រុកឬក៏ Hollywood ទេទទួលបានជាមួយនឹងការមើលឃើញក៏ដូចជាការយកការខ្លួនឯងមួយ7យកលេខអូខេ7ចេះមិនអានអសវល់ជប់សិនឃើញពី perspective មួយទៀតដែលអាចសម្រេចចិត្តបានថាខ្សែភាពយន្តមួយនេះយើងអាចទៅមើលទៅហើយមានជាមួយនឹងចំណុចមួយណាដែរទៅដែលអាចធ្វើឲ្យអភិវឌ្ឍកាន់តែប្រសើរឡើងចាស្រស់សង្ហាមែនតើជឿជាក់តែអ្នកទាំងអស់គ្នាស្គាល់ពួកគាត់ហើយជំរាបសួរយ៉ាសតា gentleman ទាំងអស់តែម្ដងwow ស gentleman ទៀតអស់ចាមែន gentleman មកដែរចាឥឡូវនេះសូមឲ្យ movie reviewer ទាំងអស់គ្នាអាចជួយចែករំលែកពីអារម្មណ៍របស់អ្នកទាំងអស់គ្នាបានទេយកតាគៀបបោប្រពន្ធមកដែរបើមានថែមបន្តិចអ្នកមួយម៉ាត់ទៅថាតើមានអារម្មណ៍បែបណាដែរទៅនៅពេលដែលបានមកចូលរួមនៅក្នុងកម្មវិធីដ៏ពិសេសនារាត្រីនេះរបស់រោងភាពយន្ត Legend ហើយម្យ៉ាងទៀតពួកយើងអាចនិយាយបានថាតំណាងឲ្យ fan ផ្ទាល់តែម្ដងគឺថាអ្នកចូលចិត្ត movie lover ចាសូមចាប់ផ្ដើមពី Rich មុនបាទមានមួយពីច័ន្ទរិទ្ធីបាទអរគុណ Vivian បាទខ្ញុំបាទ Rich មកពី Film Nerd ហើយខ្ញុំជាផលិតករក៏ដូចជាអ្នកដឹកនាំរឿងដែរហើយក៏ជា content creator ផ្នែកភាពយន្តបាទសិល្បករដែលធ្លាប់រួមការងារជាមួយហើយក៏ជូនពរឲ្យពួកគាត់ជោគជ័យថ្ងៃនេះនិយាយមែនទៅកម្មវិធីមិនស្គាល់តែគេមួយទេអាលេងហ្មងទៅហើយថ្ងៃហ្នឹងតាមពិតត្រូវមាននេះត្រូវមានពូជួញទៅដែរតែគាត់ទៅជប៉ុនបាទខ្ញុំទៅម្នាក់ឯងអញខ្ពើមែនអញអើយឈរអញចេះទៅដើរចេះទៅនិយាយមួយគេចេះចូលចំណោមគេអើយទទួលបានពីនគ្រប់គ្នាបាទថ្ងៃនេះគឺមានសេចក្តីរីករាយខ្លាំងមែនតើដែលបានមកចូលរួមកម្មវិធីបាទលើកទី1ឯងមកចូលរួមកម្មវិធីបកគោពីរង្វាន់ខ្សែភាពយន្តបាទហើយកម្មវិធីហ្នឹងគឺបង្ហាញឲ្យឃើញច្បាស់ហ្មងថាវិស័យកុននៅកម្ពុជាយើងមានការរីកចម្រើនជាងមុនបាទសប្បាយបាទទីបំផុតកម្ពុជាយើងឡើងបានមួយជំហានទៀតហើយហ្នឹងអរគុណច្រើនបាទអរគុណច្រើនជើងនិយាយច្រើនយូរមែនតើព្រោះវាជាលើកទី1កន្លែងថ្ងៃហ្នឹងងើបប្តីមកភ្នែកហើមមួយជ្រាវណៃខ្ពើមចឹងមែនថ្ងៃហ្នឹងងើបប្តីមកភ្នែកហើមមួយជ្រាវហើយនេះមួយខាងធំមួយខាងទូចខ្ញុំជា movie reviewer ដែរហើយថ្ងៃនេះខ្ញុំមកចង់ដឹងដែរថា movie ដែលខ្ញុំ pick up ហើយនៅ movie ដែលខ្ញុំ vote ហ្នឹងមាន movie ណាខ្លះដែលជាប់បានពីអញ្ចឹងទៅខ្ញុំចង់ដឹងហើយអាវហ្នឹងឃើញប្រលេះឡេវអញ្ចឹងមិនថាចង់ប្រលេះឡេវណាដាច់ឡេវអស់មួយឃើញអត់ល្បេះអញខ្ពើមកអាវបាត់ឡេវមួយទៅណាបាទអរគុណ Don Riesme ម្នាក់ដែល cute ម៉ាប់ឈរនៅមុខបងនោះហើយជា admin film nerd អូខេយក comic book មកសម្រាយច្រើនណាស់អូខេខ្ញុំ Pro Hembo ដែលជា movie review បាទសួស្តីអ្នកនរគ្នាខ្ញុំបាទ
ហ៊ីណាតាមកពីចាប់ចៃរឿងញ៉ាំនេះខ្ញុំមានកិត្តិយសដែលបានមកកម្មវិធី Legend Cinema គួរ15ឆ្នាំហើយខ្ញុំសូមជូនពរឲ្យ ពេលអាវឃើញតែក្បាលដោះ រឿងដែលខ្ញុំបូតទទួលបានពៀន ក្បាលអញធំពេកមែនមិនជាងក្បាលដោះ ចេញទៅស្រួចៗមកឡើយអាវនេះ អ្នកចេញទៅសម្រាប់បានធ្វើ មើលមានខ្ញុំនៅក្នុងទៀតហ៎ ជាមួយនឹង នេះតុកខ្ញុំនេះកលៀតនេះឃើញអត់នេះលើក្បាលខ្ញុំណា ពេលដែលបានលើការអញ្ជើញសូម នេះ ដើរឡើងមកកាន់វេទិកាដើម្បីទទួលបាននៅលិខិតថ្លែងអំណរគុណជាកិ ឃើ ត្តិ ញអត់ យសនេះខ្ញុំមានកិត្តិយសសូមអញ្ជើញតំណាងខាងបដិហា Product ឯកសន្តានសំជាអុកញ៉ាមែននេះនៅមុខកាមេរ៉ាអញធ្វើមែនវ៉ាអូឃើញម៉ៅដែរមែនឃើញកាច់យក And មានត្រឹមតែ10ដែលអញ្ជើញឡើង ជិះយ៉ាថតតុកខ្ញុំតុកនៅចុងវា ឯងក៏កំពុងតែរៀបចំហើយដូច្នេះ និយាយថាថ្ងៃហ្នឹងគេឲ្យនេះតើគេមានអាហារសម្រន់គេមានអីដែរគេមានពីហ្សាគេមានបាគីអំពងគេមានស្អីគេនំស្អីខ្ញុំខ្ជិលស៊ីថាឲ្យចាំមកស៊ីនេះចាគេប្រាប់ថាអូខេនៅខាងក្នុងហ្នឹងគឺមានអាហារពេលល្ងាចនៅក្នុងហ្នឹងថាឲ្យចាំស៊ីមកបងបានស៊ីម៉ោង 9 ហើយសំខាន់មហូបបានមហូបថ្លៃមកមិនមែនមហូបនេះណាមិនមែនមហូបម៉មណារបស់ហ្នឹងគឺថ្លៃហ្មងណែគាត់ថាវាមិនសូវជាចូលគ្នាមកខ្ញុំមហូបហ្នឹងយើងមាន steak យើងមានសាច់គោអាមួយដុំប៉ុណ្ណឹងសាច់គោអូស្ត្រាលីមួយដុំហ្នឹងហើយខាងក្រៅហ្នឹងវាខ្មៅគេយកទៅដុតគេមិនដឹងគេធ្វើស្អីគេដូចយកទៅដុតនៅមិនដឹងយកទៅ អរគុណថាខៀវរតនាមកពេលចង់សក់ចឹងយ៉ាងលីហេមែនមិន យ៉ាងលីហេស្អីគេខ្ញុំអត់ដឹងអើយហើយដល់ពេលហែកមកខាងក្រៅវាខ្មៅដល់ពេលហែកមកឡើងពណ៌ផ្កាឈូកហើយដល់ហើយចេះខំបងស៊ីទៅហើយយើងមានផ្អែមគេមានអីខ្ញុំបោះ story តែមកហូបមើលមកថ្លៃបង អរគុណដន គាត់មកវាមិនខម វាស់កម្ដៅកម្មវិធីនឹងមួយ មក ម៉ោង ដល់កម្មវិធីនឹងមែនខ្ញុំគាត់ថាកម្មវិធីហ្នឹងគឺមានគឺគេអាចធ្វើឲ្យបានល្អជាងនឹងច្រើននៅឆ្នាំក្រោយចាំមើលមើលអានេះយើងនិយាយប៉ុណ្ណឹងបាទ សន្តិចាប់ដើម វ៉ាវឆ្ងាញ់ហ៎គួយស៊ីអីឆ្ងាញ់ហ៎អ៊ុយ មិនថាអ្នកកំពុងតែឈរនៅទីណា នេះម៉ោងគួយស៊ីអីទេ កំពុងតែជំរុញឲ្យ ដល់ ពេលខ្លះវាហាក់ ថ្ងៃ ដូច នេះ ឆ្ងាយពីការពិត គឺមានកម្មវិធីច្រៀងមានអីចេះមិនបានទាញកាមេរ៉ាដាច់ខ្ញុំបាត់ហើយដាច់លេងឃើញខ្ញុំនៅក្នុងហ្នឹងអញ្ចឹងស្អីគេ USA យកម្ហូបមកផ្ទះស្អីបើស៊ីខ្ទេចឲ្យតែមានម្ហូបណាសល់ទៀតនិយាយថាម្ហូបមានតែ3មុខទេយើងមានម្ហូបទី1ហ្នឹងអាហ្នឹងដូចរបៀបបបរដែររបៀបស៊ុបចាហ្នឹងគឺទឹកវាដូចទឹកផុកអញ្ចឹងវាខាប់ទឹកហ្នឹងហើយពណ៌វារបៀបពណ៌ត្នោតនៅក្នុងហ្នឹងគឺមានបាគី3បដុំនៅក្នុងហ្នឹងបាគីគេបកឲ្យដុំនៅក្នុង3បដុំអាហ្នឹងរបៀបអាហារសម្រន់ណាខ្ញុំមិនដឹងហ្នឹងម្ហូបស្អីគេទេហើយដាក់បាគីមកម៉ែអាចត្រូវគ្នាមួយបាគីហ៎ឥឡូវយើងដាក់បាគីមួយម៉ាត់ទៅកុំឲ្យថាអត់ស៊ីសោះម្ហូបឆ្ងាញ់មែនម្ហូបហ្នឹងតឲ្យសមាជិកក្រុមតោះលេងស៊ីបានឆ្ងាញ់មែនដោយសារខ្ញុំចូលចិត្តញ៉ាំម្ហូបមនុស្សសាមញ្ញបាទអត់សូវចូលចិត្តម្ហូបអបជនទេ This is ladies and gentlemen degree របស់យើងគឺ នេះមកដាក់មក វេទី អរគុណជាងសុវណ្ណឆៃ lobster មែនអត់ទេឲ្យតែពណ៌របស់ពណ៌បាគីបកងក្តាមអីហ្នឹងឥឡូវដាក់លេងចូលមិនដឹងមិនអត់អូនេះអុកញ៉ាមួយអុកញ៉ារាប់ お前はもう死んでいる អស់ចាណាបើបានឃើញអុកញ៉ារួមហើយអោតមួយពងរំជាមួយហ្នឹងក៏បានតិចទៀតឡើងធ្វើអុកញ៉ាដែរបាទអុកញ៉ាតោះលេង Next is Audience Choice for International Films Award ដូច្នេះខ្ញុំបាទសូមគោរពអញ្ជើញ Film Nerd និង Megamind ផ្ដល់កិត្តិយសឡើងមកកាន់វេទិកា We'd like to invite Film Nerd and Megamind to the stage to announce and present the award, please. បាទជំរាបសួរពុកម៉ែបងប្អូនជាទីគោរពជាទីមេត្រីខ្ញុំបាទ Megamind ខ្ញុំបាទ Rage ពី Film Nerd បាទថ្ងៃនេះគឺមានកិត្តិយសខ្លាំងមែនតើបានឡើងលើឆាកបាទរត់ដល់ធ្លាប់ទៅធ្វើវីដេអូតែថ្ងៃនេះគេឡើងឆាកសប្បាយណា ធ្លាប់វាស់ឲ្យគេ បាទ វាស់ឲ្យគេ បកកម្ដៅបាទបកកម្ដៅ ដឹងមិនបានគេឲ្យយើងឡើងមួយគ្នាអត់ បាទដោយសារយើងគឺជាអ្នកវិភាគរឿងហ្នឹង អត់ទេមាន head point មួយទៀត
ហេតុផលអីគេ ឈ្មោះដូចគ្នា ឈ្មោះដូចគ្នាទៀត យេតែឈ្មោះអីឈ្មោះពិត ឈ្មោះប៉ិតមែន Yeah. វឌ្ឍនា វឌ្ឍនាដែរ វឌ្ឍនាដែរ Yeah surprise ដែរតា វ៉ាវឈ្មោះប៉ិតមែនអស្ចារ្យណាស់ អូខេសម្រាប់ category យើងលើកនេះគឺពានរង្វាន់ភាពយន្តប្រជាប្រិយឬក៏ audience choice category របស់យើងគឺ international right បាទ international បាទចង់ដឹងទាំងអស់គ្នាគ្រប់គ្រងរឿងបែបណាហី ហ្នឹងហើយបាទសារយើងតំណាងឲ្យទស្សនិកជនដែរ Yeah. ហ្នឹងហើយអញ្ចឹងរង្វាន់នេះគឺទស្សនិកជនអ្នកបោះឆ្នោតឲ្យ ហ្នឹងហើយ បាទ ចង់ដឹងថាទស្សនិកជនយើងគាត់បោះឆ្នោតឲ្យរឿងណាជាលក្ខណៈរឿង international អញ្ចឹងយើងទៅមើលបងប្អូនគ្នា បា ណា ទបើកមក អូខេអូ មិនបានអត់ kiss គ្នាចេះគេមិនបាន kiss គ្នា បើកវិញអី អត់ទេអត់ទេមិនបាន kiss គ្នា អូខេតោះ1 2បើកមើលបងប្អូនគ្នាអឹបអូ sorry upside down តោះអូខេ1 2 3 Avatar Fire and Ash Ash អបអរសាទរ Audience Choice International បានទៅលើរឿង Avatar Fire and Ash Congratulations មិនបាន kiss មិនបាន kiss អញ្ជើញតំណាងដើម្បីមកទទួលយកនៅពានរង្វាន់នេះផង មិនបានចេញ kiss បាទអរគុណឥឡូវនេះបាទធ្វើការប្រកួតជូននៅពានរង្វាន់នេះបាទហើយអបអរ ឥឡូវសុំកាន់រង្វាន់មួយកុំឲ្យថាបានកាន់ណាសុំកាន់មួយ ក្នុងការនេះផងដែរគោរពផ្លែអរគុណទៅដល់បាទអាយដាមលោកជំទាវលោកសេននិងកញ្ញាភ្ញៀវវីទាំងអស់ដែលបាននៅតែ បាទស្អីគេសាក់ដូចគ្នាណាគេ ហើយយើងនៅមានពានរង្វាន់ជាបន្តទៀតដែលនឹងត្រូវប្រកាសជូនទៅដល់ភ្ញៀវវីទាំងអស់គ្នាហើយសង្ឃឹមថា fan ទាំងអស់គ្នាដែលកំពុងតាមដានទស្សនាការ live របស់យើងក៏កុំភ្លេចជួយ share ទាំងអស់គ្នាដល់វគ្គរំភើបហើយ សាក់ក្បាលដូចគ្នាណាជាថា Once again, congratulations to the winner for the Audience Choice for International Films Award. បាទ និយាយតែមើលឆ្នាំក្រោយគីឡូគេធ្វើនេះគីឡូគេធ្វើជាពៀនហ្មងណាពៀនហ្នឹងមានរូបហ្មងណាអានេះក៏ជាសញ្ញាបត្រនេះ អរគុណច្រើនអាចសម្រួលអាយ៉ាបតបាន ចាប់ដៃមួយដល់ចាប់ដៃមួយបាទអរគុណច្រើនពេលហ្នឹងជិះទៅមើលជិះម៉ូតូអត់មានជិះឡានទេបាទមានឡានណាជិះតែម៉ូតូទេទៅណាក៏ដោយធ្វើស្អីក៏ដោយគឺជិះម៉ូតូទៅហើយកម្មវិធីហ្នឹងគេធ្វើនៅដូចសន្តាគារមិនដឹងជិះម៉ូតូឡើងទៅជន់លើវល់ អរគុណឯងពាក់វ៉ែនតាវឌ្ឍនាដល់វឌ្ឍនាហើយ